ละครនិយាយសូមជូនរឿងបញ្ញាណែបញ្ញាណែលោកតាកូនទូនេះចិត្តហើយនៅតែដំតែគោលភ្ជាប់ប៉ុណ្ណោះទេលោកតាសម្រាប់បន្តិចទៅចាំចៅដំបង្ហើយលោកតាតាមិនរវល់ទេណាទូនេះទុកជាស្នាដៃចៅឯងចោះពួកម្ចាស់គេនឹងគេពេញចិត្តឲ្យចៅធ្វើដោយផ្ទាល់ណាតែខ្លាចវាមិនល្អសូមលោកតាជួយណែនាំខ្លះផងណែមលីចៅបាទតាស្ដាយណាស់ស្ដាយបើបានឪពុកឯងនេះជួយយើងក្នុងរបរនេះដែរជីវភាពយើងពិតជាមានកម្រិតខ្ពស់ជាងនេះបន្តិចទៀតមិនខានទេពិសេសតាគិតដល់ឯងដល់ប្អូនស្រីធម៌របស់ឯងដែលនៅក្មេងត្រូវការសម្លៀកបំពាក់ស្អាតបាតត្រូវការសប្បាយខ្លះក្នុងជីវិតឲ្យសមនឹងគេឯងត្រូវការកូនផ្ទះតូចមួយដែលជាជំរកផ្ទាល់របស់យើងឥឡូវតាគ្មានសង្ឃឹមអីទេមនុស្សជាអ្នករៀបចំឆាកជីវិតប៉ុន្តែពុំនឹងខិតទេជាអ្នកសម្រេចណាលោកតាសូមលោកតាជួយបញ្យល់ណែនាំចៅមកតើត្រូវធ្វើអ្វីខ្លះចៅនឹងជួយលោកតាលោកតាមានប្រសាសន៍បាញ់មិញនេះពិតជាត្រូវគឺថាមនុស្សជាអ្នករៀបចំជីវិតប៉ុន្តែព្រមនិខិតតើជាអ្នកសម្រេចដូចជាចៅអញ្ចឹងតាមពិតនៅជាកូនអ្នកស្រែចម្ការនៅដាច់ស្រយាលពីទីក្រុងតែងគេនឹកស្រមៃចង់មកលេងទីក្រុងនឹងគេស្មានមកដល់សោះថា3ឆ្នាំនេះសង្គ្រាមបានធ្វើឲ្យចៅคล้ายទៅជាក្មេងកំព្រាហើយចៅមានវាសនាដែលបានមកធ្វើជាចៅធរលោកតានៅឯទីក្រុងឯនេះទៅវិញនេះមិនគឺព្រមនិខិតសម្រេចទេនេះចៅតាចៅក៏មានបញ្ញាមិនអន់ជាងមលីប្រមាណដែរណាតាអរគុណចៅណាស់ដែលចៅមានសន្តានចិត្តជឿឆ្អាលក្នុងជីវភាពគ្រួសារយើងតាមពិតទៅតាមិនចង់ឲ្យឯងធ្វើការអីទេតាចង់ឲ្យតែឯងរៀនតទៅទៀតណាប៉ុន្តែដូចជាចៅឃើញស្រាប់ហើយណាលោកតាចៅគ្មានតូចចិត្តអ្វីទេចំពោះចៅដែលបានរៀនបន្តិចបន្តួចគ្រាន់បានមើលអក្សរជាតិឯងដាច់ដែរវាគ្រប់គ្រាន់ណាស់ទៅហើយលោកតាការរៀនចេះដឹងចេះចេះក៏សម្រាប់ចូលទៅប្រើក្នុងមុខរបរផ្សេងដែរបើយើងគ្មានចំណេះហើយចៅពិបាកនឹងធ្វើការអីណាដូចជាតានឹងមលីអញ្ចឹងឯងឃើញស្រាប់ហើយណាបើកុំតែមានចំណេះបន្តិចបន្តួចខាងជាងឈើហ្នឹងកុំអីយើងពិតជាពិបាកនឹងរស់ណាស់ណាចាលោកតាណែចៅចង់សួររឿងមួយតារឿងអីទៀតហើយចាណែខំធ្វើតាទូនឹងឲ្យឆាប់ទៅណាស្អែកនេះម្ចាស់គេមកយកផងតិចមិនទាន់ហើយគេស្ដីឲ្យណាខំតែធ្វើទៅរឿងអីចាំសួរថ្ងៃក្រោយក៏បានដែរអូណែមលីបាទនេះម្ចាស់ទូគេមកហើយណាទេមិនទាន់ដល់ថ្ងៃយកផងមិនគូប្រញាប់មកយកមកណែយ៉ាងម៉េចមិនទាន់ហើយទេបាទណែស្អែកហើយទេខ្ញុំគ្រាន់តែមកទឿនទេព្រោះក្រែងលោស្អែកប្រហែលស្រាប់តែមិនទាន់ហើយខកការខ្ញុំណាបាទអញ្ចឹងអង្គុយលេងទៅណាចាដូចស្រីទឹកដល់ហើយមានក្មេងខ្វល់អីដែរចាឲ្យទិញទៅក្រោយខ្ញុំញ៉ាំតិចបានទេបាទខ្ញុំបានទៅទិញជូនក៏បានចាចាំខ្ញុំទៅទិញជូនអ្នកបងចុះកន្លែងលក់នៅជិតនេះដែរតានេះលុយទិញប៉ាស៊ីកូឡាចាយីលោកតាបានឈួរកមុំស្អាតបាតណាស់ណោះលោកតាមិនខ្លាចចៅកំឡុងលោកតាខូចចិត្តទេនេះជាចៅធរខ្ញុំឯតាខ្ញុំចាស់ហើយការសរទានយូរមកហើយដែរចំពោះរឿងហ្នឹងបើឧបមាថាអាចៅខ្ញុំនេះវាស្រឡាញ់គ្នាមែនក៏មិនដឹងទៅពងាត់ពងាស់វាយ៉ាងម៉េចដែរណាអាយ៉ា
អ្នកជាងនេះបានលោកតាចាត់ធွာជួយណែនាំពិតជាមានសំណាងមែនអញ្ជើញអ្នកបងអ្នកទៅក្រូចចាអរគុណកូនទូនេះមិនធំមិនតូចអូសំល្មមល្អណាស់មិត្តខ្ញុំច្បាស់ជាគេពេញចិត្តហើយអូអញ្ចឹងអ្នកនាងធ្វើទូនេះសម្រាប់ជូនទៅមិត្តអ្នកនាងទេហ៎បាទចាខ្ញុំបានជួបគេម្ដងក៏ចង់គ្នាជាមិត្តភក្តិពេលខ្ញុំទៅលេងផ្ទះគេបាទហើយខ្ញុំទៅមិនដឹងគេថាគេនោះជាអ្នកយ៉ាងកំសត់សូម្បីតែទូមួយក៏គ្មានសម្រាប់ដាក់ខោអាវដែរហេតុនេះទៅខ្ញុំមកលួចធ្វើទូនេះសម្រាប់គេដើម្បីទុកជាអនុស្សាវរីយ៍បើអ្នកជាងចូលចិត្តខ្ញុំអនុញ្ញាតឲ្យដាក់ឈ្មោះអ្នកជាងតូចមួយនៅជ្រុងទូកន្លែងណាក៏បានដែរឲ្យទៅពេញចិត្តបាទអរគុណអ្នកនាងដែលបានផ្ដល់កិត្តិយសដល់ខ្ញុំនឹងទៅលាលោកតានិងអ្នកជាងទៅវិញហើយមើលស្អែកនេះប្រហែលជាល្ងាចបន្តិចខ្ញុំនៅមកយកទូនេះបាទជឿនាងនេះកាលទៅមកដល់ដំបងដូចជាផ្ទោះបន្តិចណាតែក្រោយមកនាងដូចជាមានមនុស្សចេតនាលើអ្នកកំសត់ខ្លះដែរលោកតាលោកតាបងអញ្ជើញពិសាបាយណែតោះមលីក៏បាយទឹកឲ្យហើយសិនសំធ្វើទៀតណាបាទតោះលោកតាបងមលីបងគួរតែសម្រាប់ខ្លះទៅយប់ណាស់ទៅហើយណាទូនឹងព្រឹកស្អែកចាប់បង្ហើយក៏បានដែរមិនបានទេលោកតែស្អែកព្រឹកនឹងនោះមកយកពីព្រលឹមទៅមិនវល់ទឹកស្ងួតមិនខកការទេដែរដែរទេបងនាងនោះតោងគោរពពាក្យសន្យាខ្លួនឯងដែរណែអូនឯងទៅគេមុនបងទៅណាណែឯងត្រូវក្រោកពីព្រលឹមផងតិចអស់កម្លាំងទៅជាជឿណាបងឯងគិតខ្ញុំដល់ម្លឹងពេកហើយឲ្យខ្ញុំពង្រឹងនឹងបងមិនកើតខ្ញុំអង្គុយកំដរបងរហូតដល់ធ្វើទូនេះហើយយ៉ាងម៉េចមិនបានទេទូនេះប្រហែលមក10យប់ឯនោះបានហើយណាខ្ញុំធ្លាប់អត់ងុយទៅភ្លឺផ្លែកអីត្រឹមតែម៉ោង11នោះណាអញ្ចឹងតាមចិត្តអូនចាស់បងអ្នកបងព្រឹកមិញគាត់ឈ្មោះដែរបងបងស្គាល់ដែរតែលើថាឪពុកនេះធ្វើធំផងណាធ្វើអីទៅធំនោះបងណែលើថាធ្វើជាបេព្រៃផងអូបងមានសំណាងណាស់ណោះបានកូនអ្នកធំរាប់អានបងមានអារម្មណ៍យ៉ាងណាដែរចំពោះនាងចំពោះបងគ្មានទេជប់បេះដូងបងឯងមានរំជួលខ្លះទេពេលដែលឃើញនាងសម្លឹងបងភ្លៀកនាងស្អាតណាស់ណាបងគ្មានបានចាប់ផ្លឹកទៅជាសម្លឹងអីគេទេហើយបងក៏មិនបានចាប់ផ្លឹកថាគេនោះសម្លឹងបងផងធ្វើម៉េចបងមិនដឹងបងគ្រាន់តែឃើញគេមកភ័យសិនងាប់ហើយគេទៅវាខំធ្វើឲ្យញាប់ដៃស្មេអូនដូចជាមិនសូវចូលចិត្តនឹងរឹកពីនាងនោះសោះប៉ុន្តែណែសម្ដីសម្ដៅដូចជាគួរសមដែរប៉ុណ្ណឹងហើយនៅតែថាបងគ្មានចាប់អារម្មណ៍អីចំពោះនាងចេះតែអូនឯងយល់ទៅចុះខ្ញុំសួរបងឯងមួយទៀតដល់បងឯងចង់បានប្រពន្ធតើបងឯងរើសប្រពន្ធរបៀបណាសួរអីវែងឆ្ងាយដល់ម្លឹងបងមិនដែលគិតរឿងនឹងផងធ្វើម៉េចបងមិនដឹងមិនដែលទេអញ្ចឹងបងសួរអូនឯងវិញណាតើអូនឯងចង់បានប្តីរបៀបណាទេខ្ញុំអត់ចង់បានប្តីទេមិនអញ្ចឹងទៅវិញអូនឯងសុខចិត្តនៅអញ្ចឹងរហូតដែរនេះអូនយំណាមិនអញ្ចឹងបងគិតទៅមើលខ្ញុំជាកូនកំព្រាឪពុកម្ដាយមិនត្រឹមតែកំព្រាម្ដាយឪពុកប៉ុណ្ណោះទេថែមទាំងអូនបានហើយ
ឈប់យំតា បងមានសំណាងជាងខ្ញុំព្រោះបានលោកតាស្រឡាញ់ថ្នាក់ថ្នមបងដែរចំណែកខ្ញុំ ចុះអូនលោកតាស្រឡាញ់អូនណាស់ដែរតា ប៉ុន្តែដូចជាមិនទាន់គ្រប់គ្រាន់ទេខ្ញុំដូចជាគ្មានការកក់ក្ដៅសោះ ចុះបងក៏ស្រឡាញ់អូនឯងណាស់ដែរតា មែនទេខ្ញុំមិនជឿទេ កូននេះរស់នៅជាមួយគ្នា3ឆ្នាំទៅហើយនៅមិនទាន់ស្គាល់ចិត្តគ្នាទៀតណា តែប៉ុណ្ណេះជីវិតខ្ញុំមានសុភមង្គលណាស់ទៅហើយកាលពីដើមឡើយខ្ញុំគិតថាប្រហែលគ្មានអ្នកណាគេស្រឡាញ់ខ្ញុំទេបន្តិចទៀតខ្ញុំទៅរកគេហើយបងបង្ហើយវាទៅណាអូនកំដរបងគិតតែនាំជជែកតើកាលណាបានហើយ ជើងយកឡើយទៀតខ្ញុំធ្វើហើយ ចាស់យកលើប៉ុន្តែអ្នកជាងឯងជួយយកដាក់ស្ក្លោទៅផងណាព្រោះឡានតាខ្ញុំជាប់រវល់ទាំងអស់ បាទឡើយទេទៀត ឈប់មកផ្ទះនឹងហើយណែពូស្ក្លោនឹងអ្នកជាងជួយសែងចូលទៅក្នុងផ្ទះនោះផង បាទពូជួយសែងខ្ញុំមកពូ ក្មួយ បាទ ក្មួយច្រឡំផ្ទះទេហ៎ បាទមែនទេនៅនាងនៅខាងក្រៅនោះឲ្យខ្ញុំសែងមកបាទនេះ រំដងហ៎អើរំដងអើលោកអ៊ំជម្រាបសួរលោកអ៊ំចាអូក្មួយណាទេហ៎ណាមែនទេយើងតែឡើយហើយណែអ្នកជាងដោះរូបថតលោកអ៊ំដែលថតជាមួយរំដួលនោះចុះមកដើម្បីដាក់ទូទាំងហ្នឹងណា បាទអូនគឺអូនរំដួលនឹងនាងតា ណែពូស្ក្លោលុយណាត់អញមកឲ្យយើងដឹងជាមុនបានអីញ៉ាំលេងតានេះគឺអញទិញទូនេះម៉េចឯងចូលចិត្តទេគ្នាដូចជាអៀនខ្លួនណាគ្នាមិនដឹងបានអីឯងវិញទេឯងគឺជាមិត្តដ៏កម្ររកបានមែនយើងអរគុណឯងណាណែអ្នកជាងរៀបរួចហើយអញ្ចឹងទៅផ្ទះចុះណែ បាទ យីមិនសម្លឹងមកខ្ញុំអញ្ចឹង បាទសុំទោសណែរូបថត អ្នកជាងអញ្ជើញសិនចុះចាំស្អែកខ្ញុំយកប្រាក់ទៅជូននៅផ្ទះបាទរំដួលយើងនាំឯងជិះឡានដើរលេងមួយជុំសិនណាអញ្ចឹងក៏បានប៉ុន្តែគ្នាដូចជាមកពុកអ៊ំគាត់មើលផ្ទះទៅលាសិនហើយអ្នកជាងនេះទុកលុយ50រៀលនេះជិះសក្លោទៅផ្ទះវិញចឹងណា បាទអរគុណ រំដួលយើងចង់សួរឯងមួយសួរមកឯងមានសង្សារហើយនៅគ្មានទេតែយើងដូចជាគ្មានត្រូវការអ្នកណាជាសង្សារដែរតាំងពីម្ដាយយើងនេះកម្មទៅយើងក៏កាន់តែលែងត្រូវការអីទៀតដែរយើងចង់ត្រឡប់ទៅស្រុកកំពង់ចាមយើងវិញយើងលែងចង់នៅទីនេះទៀតហើយ10ឆ្នាំដែលយើងមករស់នៅទីក្រុងនេះសឹងពោពេញទៅដោយការសោកស្ដាយយើងទៅជួបគ្នាសោះតែយើងដូចជាមានសមានចិត្តចំពោះឯងអនុញ្ញាតឲ្យយើងដឹងរឿងគ្រួសារឯងបានទេ
គ្មានអីជាអាចប្របាំងសោះជីវិតមនុស្សលោកកាលពី10ឆ្នាំមុនយើងចាក់ចេញចោលស្រុកកំណើតជាមួយម្ដាយយើងមករស់នៅទីក្រុងនេះជាមួយបងស្រីយើងដែលមានប្តីរួចទៅហើយកាលនោះយើងអាយុបាន7ឆ្នាំយើងមិនចង់ឃ្លាតសោះពីស្រុកយើងព្រោះយើងមានមិត្តប្រុសម្នាក់ដែលស្រឡាញ់យើងជាងអ្វីទាំងអស់យើងតែងតែគិតថាមនុស្សដែលធ្វើឲ្យយើងបានសប្បាយគឺមានតែគាត់នោះឯងយើងបែកគ្នាទាំងអាឡោះអាល័យបំផុតរហូតដល់ពេលនេះយើងនៅតែនឹកគាត់ក៏ព្រោះតែគាត់បានទុកស្នាមអនុស្សាវរីយ៍មួយឲ្យយើងកាលនោះឯងនៅតូចសោះមិនក៏មានមនុស្សសញ្ចេតនាជ្រៅជ្រះម្ល៉េះហើយចុះស្នាមអនុស្សាវរីយ៍នោះអីទៅយើងគ្មានដឹងថាសេចក្តីស្នេហានោះជាអ្វីទេមនោសញ្ចេតនាយើងផ្សេងគឺមនោសញ្ចេតនារវាងក្មេងៗតែរហូតមកទល់វេលានេះយើងនៅតែនឹកគាត់ដដែលដែលមិនដឹងមកពីហេតុអីដែរកាលពីឆ្នាំទៅនេះម្ដាយយើងមានជំងឺជាទម្ងន់ក្រោយមកគាត់ក៏ទទួលអនិច្ចកម្មទៅយើងបានផ្ញើវាសនាទាំងស្រុងទៅលើបងស្រីយើងគាត់ជាមនុស្សឆាប់ខឹងហើយដែលគាត់មានកូនច្រើនដល់ទៅ8ទៅហើយនោះគាត់ក៏កើតមានជំងឺខ្សោយបេះដូងប្រហែលខែនេះរឿងយើងដូចជាស្មុគស្មាញពេកចុះហេតុអីក៏បងស្រីឯងបដៅឲ្យឯងមកនៅក្នុងកូនផ្ទះទូចមួយនេះដែលជាកម្មសិទ្ធិរបស់អ៊ំច័ន្ទទៅវិញព្រោះយើងគ្មានទីពឹងបានជាយើងមករស់នៅជាមួយគាត់បើគុំតែបានគាត់ថ្នាក់ថ្នមលងយើងដូចម្ដាយយើងនោះគុំអីយើងពិតជាចុះបងស្រីឯងនៅណាគាត់ស្លាប់ហើយស្លាប់ជីម្ដាយឯងទៅនឹងអនិច្ចកម្មពីឆ្នាំទៅបងស្រីឯងស្លាប់ទៀតប្រហែលជាគាត់សោកស្ដាយម្ដាយឯងពេកហើយធ្វើបេះដូងគាត់មិនមែនរឿងហ្នឹងទេគាត់ស្លាប់ព្រោះគាត់សរសៃខ្ចីទើបមិនឆ្លងទន្លេបាន 4-5 ខែប៉ុណ្ណោះប្តីគាត់ធ្វើឲ្យគាត់ស្លាប់ណាបើឯងដឹងចឹងឯងមិនទៅប្តឹងកូនគាត់8នៅក្នុងបន្ទប់យើងមិនដាច់ចិត្តធ្វើអញ្ចឹងយើងទុកឲ្យគាត់រស់នៅដោយវិជ្ជានៅវិបដិសារីរហូតមួយជីវិតចំណែកយើងសុខចិត្តបំភ្លេចរឿងនឹងទៅចុះតើគាត់មានកំហុសអីទៅកំហុសគាត់ខ្ញុំមិនចង់រំលឹកពីគាត់ទៀតទេមួយជីវិតនេះគាត់ជាអ្នកបំផ្លាញអនាគតគ្រួសារខ្ញុំបើគុំតែខ្ញុំមានក្មួយតូចដែលជាសាច់ឈាមបងស្រីខ្ញុំ8នាក់ទុកឲ្យគាត់ថែរក្សានោះគុំអីខ្ញុំពិតជាសងសឹកនឹងគាត់មិនខានរឿងឯងស្ដាប់យូរទៅកាន់តែជក់ចិត្តតាមពិតគឺរឿងឯងនឹងបងថ្លៃឯងមែនទេណាត់បងថ្លៃយើងជាមនុស្សខុសខើណាស់យើងស្អប់គាត់ណាស់យើងមិនចង់រំលឹករឿងនឹងទៀតទេពេលវេលាហាក់ដូចជាយូរណាស់សម្រាប់យើងពេលនេះយើងដូចជាកាន់តែចង់ជួបមិត្តប្រុសយើងនោះកាន់តែខ្លាំងឡើងមានតែបងមលីទេដែលចេះលួងលោមខ្ញុំកាលពីតូចពេលម៉ែខ្ញុំវាយជេរខ្ញុំតែងតែពួនយំនៅផ្ទះគាត់បងមលីជាអ្នកលួងលោមខ្ញុំនាំខ្ញុំទៅលេងនេះលេងនោះបំភ្លេចរឿងទុកជួននាំខ្ញុំទៅលេងមាត់ទឹកទួចត្រីកំសាន្តយើងក៏ភ្លេចរឿងអ្វីអស់ទៅដែរនេះស្នាមដៃដែលគាត់ខំយើងកាលពីមុនបែកគ្នាពេលនោះយើងចាប់ទាញដៃគាត់បង្ខំឲ្យគាត់ជិះកប៉ាល់មកជាមួយយើងមកនៅឯភ្នំពេញនេះប៉ុន្តែដែលគាត់ភ័យពេកគាត់ទៅជាខំដៃយើងទៅវិញចង់រឿងហ្នឹងយើងស្អាតសិនចា
ថ្ងៃក្រោយអាចពិតជាបានដឹងច្បាស់ជាងនឹងទៅទៀតកាលណាយើងបានជួបនឹងបងមលីហើយពេលនោះយើងនឹងណែនាំឯងបានខ្វល់គាត់ដែរអញ្ចឹងតើនាំគ្នាទៅផ្ទះវិញហ៎ហ្នឹងហើយបងជិតទៅហើយតាយើងពិតជាចាំផ្លូវយើងហើយខ្ញុំជាជាងឈើដាក់ទូនេះមកកាលពីថ្ងៃនេះឯងខ្ញុំរងចាំនាងត្រឡប់ពីដើរលេងជាមួយមិត្តនារីមិញហ្នឹងលោកមិនតាន់ទៅផ្ទះវិញទេបាទខ្ញុំបានផ្ដាំថាស្អែកគេនឹងយកលុយថ្លៃទូនេះទៅជូនណាឬមួយលោកចាំយកពីខ្ញុំអត់លុយទេអត់មែនទេបាទណែខ្ញុំចង់សួរអ្នកនាងបន្តិចបានទេបាទចាមានការអីណែអ្នកនាងឈ្មោះរំដួលមែនទេចាយ៉ាងមិនចេះជារំដួលតូចនៅកំពង់ចាមហ្នឹងមែនទេបាទមិនក៏លោកដឹងអីវិញឆ្ងាយណាស់អ្នកនាងស្គាល់ក្មេងម្នាក់ឈ្មោះម៉ាលីចៅលោកតាសំនោះទេចាស្គាល់ប៉ុន្តែខ្ញុំឃ្លាតពីគេនោះ10ឆ្នាំទៅហើយខ្ញុំចង់ឃើញមុខទេណាមិនដឹងគឺមានមុខមាត់ខ្លាចយ៉ាងណាទៅហើយទេបើសិនជាឃើញក៏ប្រហែលមិនស្គាល់គ្នាដែរព្រោះខ្ញុំអាយុ7ឆ្នាំគេអាយុ8ឆ្នាំយើងបែកគ្នាតាំងពីតូចមកខ្ញុំស្គាល់ម៉ាលីដែរលោកពិតជាស្គាល់គាត់មែនណាគាត់នៅណាជីតាគាត់សុខសប្បាយជាទេខ្ញុំនឹកគាត់ទាំងពីរណាម៉ាលីព្រមទាំងជីតាគេនោះសុខសប្បាយជាទេគេតែនិយាយប្រាប់ខ្ញុំថាគេនឹករំដួលតូចនៅកំពង់ចាមគេណារំដួលតូចនៅកំពង់ចាមបងម៉ាលីមិនទាន់ភ្លេចទេខ្ញុំតែនឹកថាប្រហែលគាត់ភ្លេចរំដួលនោះបាត់ទៅហើយខ្ញុំចង់ឃើញមុខគាត់លោកអាចជូនខ្ញុំទៅបានទេគេទៅមនុស្សយើងការទុកក៏យំសប្បាយក៏យំខ្ញុំរំភើបចិត្តពេករកទឹកភ្នែកមិនបានព្រោះខ្ញុំឃ្លាតពីគាត់10ឆ្នាំមកហើយឥឡូវរត់ទៅចង់ជួបគាត់ខ្លាំងឡើងទៀតហេតុអីទៅខ្ញុំមិនដឹងដែរខ្ញុំគ្រាន់តែដឹងថាខ្ញុំចេះតែនឹកគាត់ព្រោះតាំងពីតូចមកខ្ញុំរស់នៅត្រមងត្រមោចតែឯងហើយដែលមានតែបងម៉ាលីទេចេះធ្វើឲ្យខ្ញុំភ្លេចទុកព្រួយឥឡូវផុតដំណើរបានឃើញគាត់ក៏ដូចជាព្រមលិខិតជួយសម្រាលទុកខ្ញុំដែរអ្នកនាងអាចនិយាយប្រាប់ខ្ញុំខ្លះៗបានទេលោកពុំមែនជាមនុស្សដែលខ្ញុំត្រូវការរកខ្ញុំក៏ពុំអាចនិយាយជម្រាបបានដែរលោកនាំខ្ញុំទៅជួបបងម៉ាលីឥឡូវនេះទៅបងដួលនៅចាំបានទេកាលពី10ឆ្នាំមុននាងបានទុករបស់មួយឲ្យម៉ាលីជាអនុស្សាវរីយ៍មែនហើយគាត់ក៏បានទុករបស់មួយឲ្យខ្ញុំជាអនុស្សាវរីយ៍ដែររបស់អីទៅម៉ាលីនិយាយប្រាប់ខ្ញុំថានាងទុករបស់មួយឲ្យគេរហូតតែគេដូចជាគ្មានទុករបស់អ្វីឲ្យនាងវិញសោះមិនក៏ថាគ្មានចាំមើលជួបមុខគាត់ខ្ញុំនឹងបន្ទោសគាត់មិនខានលោកមើលនេះណាស្នាមដៃនេះស្នាមដៃនេះគឺជាស្នាមក្មេងបងម៉ាលីគាត់ខំខ្ញុំកាលពីតូចខ្ញុំបង្ខំស្មានមិនដល់ថាស្នាមនេះคล้ายទៅជាស្នាមអនុស្សាវរីយ៍មួយដែលមិនអាចបំភ្លេចបានចឹងសោះអូនរំដួលថាម៉េចខ្ញុំមិនអាចទប់ចិត្តខ្ញុំមិនឲ្យរំភើបបានទេរំដួលមើលនេះណានេះក៏គឺជាស្នាមអនុស្សាវរីយ៍ដែលរំដួលខំបងដែរណាគឺបងម៉ាលីរបស់អូនតូចនៅកំពង់ចាមនោះណាមែនណាបងមើលមិនស្គាល់សោះបើគុំតែឃើញរូបថតរំដួលពីតូចគុំអីជាងតែមិនស្គាល់គ្នាជាងទៅហើយរំដួលខាងនឹងបងឲ្យបានជាអូនធំមុខអញ្ចឹងហេតុអីក៏បងម៉ាលីចាំបាច់ខ្លាញ់ធ្វើជាអ្នកដទៃឲ្យខ្ញុំសម្ដែងមនោសញ្ចេតនាអាចកំបាំងប្រាប់អស់យ៉ាងណាហេតុអីក៏ចាំបាច់ខាងដល់ម្លឹង
យើងទើបនឹងជួបគ្នាគ្រាន់តែសួរសុខទុក្ខគ្នាជាធម្មតាឯតាអូណែយំតិចហ៎បងគិតលីរំដួលសិនហើយក្រែងលោកតាគាត់ចាំមើលផ្លូវណាបងនាំដំណឹងនេះទៅជម្រាបលោកតាពិតជាជួយអរបងណាចាលោកតាសូមលោកតាណាត់ចាំផងលោកតាមានយោបល់យ៉ាងណាដែរចំពោះរឿងខ្ញុំនេះគឺលោកតាស្ងៀមអញ្ចឹងចៅគិតថាសមរម្យណាស់ហើយតាហើយម្យ៉ាងទៀតលោកតាក៏ធ្លាប់ស្រឡាញ់នាងតាំងពីតូចមកដែរក្នុងរយៈពេល1ខែកន្លងទៅនេះចៅស្គាល់ចិត្តនាងច្បាស់ណាស់នាងរងចាំតែពាក្យមួយម៉ាត់ពីចៅថាព្រមរៀបការជាមួយនាងប៉ុណ្ណោះទេលោកតាវិចុះចំពោះនារីឯងគិតយ៉ាងម៉េចទៅវិញនារីមានរឿងអីទៅលោកតាឯងរងនឹកទៅមើលតើឯងមាននិយាយអីជាមួយនាងថាម៉េចខ្លះដែរទេដូចជាគ្មានទេជាមួយអូននារីចៅអត់ដែរបាននិយាយអីជាមួយទេលោកតាអូននឹកបន្តិចទៀតទៅចាពិតជាអត់មានមែនណាលោកតានារីបានប្រាប់តាថាពេលមួយនោះវាអង្គុយកំដរឯងដើម្បីធ្វើទូតរបស់នាងណាពេលនោះវាបាននិយាយសារស័ព្ទថ្លែងទុកសោកប្រាប់ឯងព្រមពេលជាមួយនោះឯងបាននិយាយថាស្រឡាញ់វាដែរលោកអីមិនក៏ឆាប់ភ្លេចម្ល៉េះតាចាស់មែនហើយប៉ុន្តែតាមិនដែលធ្វើអ្វីផ្ទុយនឹងសម្បជញ្ញៈតាទេណាលោកតារឿងនឹងចៅនិយាយដោយត្រង់ស្មោះតែម្ដងទេស្មោះត្រង់យ៉ាងម៉េចនារីជឿថាឯងនិយាយត្រង់នឹងហើយបានជាគ្នានឹងទុកចិត្តហើយចេះតែដេកញញឹមដេកសង្ឃឹមតែម្នាក់ឯងណាលោកតានារីពិតជាច្រឡំមកចាស់ទើបតែនឹកឃើញពេលនោះនារីបាននិយាយថាចៅនេះមានសំណាងជាងបើមានលោកតាស្រឡាញ់ថ្នាក់ថ្នមលោកតាអើយមិននឹកស្មានថាចៅឆ្លើយដោយត្រង់ប្រាប់អូននារីដើម្បីលុំលុំចិត្តនាងកុំឲ្យព្រួយពេកនោះឆ្លើយទៅជាសេចក្តីសង្ឃឹមរបស់អូននារីសោះចៅបានឆ្លើយថាស្រឡាញ់អូននារីមែនប៉ុន្តែលោកតាចៅស្រឡាញ់នាងដូចប្អូនស្រីចៅបង្កើតប៉ុណ្ណោះទេរួចចុះហេតុអីក៏ឯងមិនប្រាប់វាត្រង់ទៅព្រោះចៅក៏គ្មានបាននឹកថាអូននារីនិយាយពីរឿងស្នេហាឯណាទៅវិញទេរួចចុះឥឡូវឯងគិតយ៉ាងម៉េចបាននារីគ្នាបាក់ចិត្តមកលើឯងទាំងស្រុងទៅហើយនោះហើយអាណិតគេណាស់បើវាដឹងរឿងហ្នឹងវាពិតជាព្រួយចិត្តស្លាប់ហើយណាចៅមានតែមធ្យោបាយមួយទេគឺសុំទោសអូននារីហើយនិយាយរឿងនឹងប្រាប់នាងប៉ុន្តែសូមលោកតាជួយសម្រេចរឿងចៅនឹងរំដួលផងចំពោះតាគ្មានស្រឡាញ់អ្នកណាអប់អ្នកណាទេរំដួលក៏តាធ្លាប់ស្រឡាញ់តាំងពីតូចនៅស្រុកជាមួយគ្នាដែរតាបើឯងបានជាតាក់ទាញតាក់សម្ដីជាមួយគ្នាទៅហើយក៏គួរតែដោះស្រាយជាមួយនារីសិនដែរណាកុំឲ្យវាព្រួយចិត្តនិងខូចចិត្តពេកបាទលោកតាស្អែកនេះចៅនឹងប្រាប់នាងមិនខានពេលនេះយប់ពេកទៅហើយប្រហែលនាងគេងលក់ទៅហើយក៏មិនដឹងទៅទៅដេកឲ្យពួនសិនទៅណាបាទតាលោកតាមិនតន់រលឹកទេហ៎យីដូចជាជ្រុលទំនេរបន្តិចថ្ងៃនេះព្រោះឯងមានការអីមិនលីអូននារីទៅណាបាត់ទាំងព្រលឹមអញ្ចឹងឬក៏លោកតាប្រើនាងទៅផ្សារទេអត់មានទេចៅតាមិនតន់ទៅភ្ញាក់ផងព្រោះទៅភ្ញាក់មិញហ្នឹងបានអ្នកណាប្រើណែទៅផ្សារមកចែកទៅរកវាផ្ទះបាយនោះមើលហើយវាទៅបោះជះកន្លែងហ្នឹងចឹងរកសពគ្រប់អស់ហើយតែមិនឃើញសោះលោកតាមានសបត់មួយលោកតានេះពីណានេះនៅលើតុបសែនេះ
ឲ្យមានគំនិតរវើរវាយរហូតដល់សម្រាប់ខ្លួននឹងសោះ នារីបើអូនកុំបាច់ឃ្លាតពីទីនេះទៅមិនបានទេ តើឯងចង់ឲ្យវាលេបឆ្នាំសម្រាប់ដល់ឃើញឯងរៀបការប្រពន្ធហើយ តើតរនិយាយណាមិនឃើញខេត្តព្រៃវែងឥឡូវនេះបានសុខសប្បាយខ្លះមែនប៉ុន្តែមិនងាយនឹងរស់នៅទេខ្លួនតែម្នាក់ឯងហើយស្រីទៀតបើវាសនានៅមានបងព្យាយាមរកអូននៅទល់តែឃើញនឹងបានសុំទោសអូននៅផ្ទាល់ ដើម្បីឲ្យគេធ្វើតុកមួយគេប្រាប់យើងថាបន្តិចទៀតនឹងគេមកជួបឯងសុំស្នើរឿងរៀបការហ្នឹងណាហើយគ្នាក៏ធ្វើជាកំងឲ្យគេធ្វើរបស់មួយទៀតសម្រាប់ជាចំណងដៃដល់ឯងណាមែនណាយើងគ្មានត្រូវការឯងនិយាយលេងទេរឿងនេះគួរសប្បាយណែមិនឯងធ្វើមកក្រៀមចឹងយើងដឹងហើយឯងអោពេកបានទៅជារំភើបផ្លែអញ្ចឹងយីឲ្យអៀមសម្រាប់កូនងានេះឯងចាក់អំរងអញ្ចឹងណែតែខាងប្រុសគេឃើញប្រយ័ត្នគេលួចសើចណាណាហើយឈប់គិតទៅគ្នាគិតត្រឡប់ទៅវិញហើយគ្នាគ្រាន់តែឈាមមកប្រាប់ឯងឲ្យដឹងមុនបន្តិចទៀតហ្នឹងម៉ាលីគេមកជួបឯងយើងទុកឱកាសឲ្យឯងពីរនាក់សន្ទនាគ្នាចុះក្រែងលោថាគ្នារំខានណាលាសិនហើយសូមឯងបានជួបគេចុះលោកម៉ាលីមកដល់លំបងខ្ញុំលាសិនហើយមិនបាននៅនិយាយលេងទេណ៎រំដួលនៅក្នុងណាបាទអរគុណរំដួលអូនដឹងរឿងយើងហើយមែនទេអូអ្នកនាងណាប្រាប់អស់ហើយគូតែអូនយ៉ាងម៉េចហើយអីបានជាអូនយំទៅវិញបងម៉ាលីអូនយំព្រោះអូនឯងនេះមិនខុសពីអូនរំដួលកាលពីក្មេងសោះអូនដឹងទេមនុស្សយើងមិនដែលសប្បាយខ្លាំងពេកឬក៏វេទនាខ្លាំងពេកដូចមនុស្សយើងនឹកស្មានក្នុងចិត្តនោះទេប៉ុន្តែមានរឿងដ៏អាម៉ាស់មួយបែបឬក្នុងពេលសប្បាយរីករាយហើយស្រាប់តែមើលឃើញនៅប្រការវេទនាខ្លះអូនចង់និយាយតាមទ្រឹស្ដីអ្នកនិពន្ធមួយរូបដែលនិយាយថាមើលឃើញរបស់ជាទីស្រឡាញ់ហើយចាប់មិនបានគឺជាចម្រៀងមួយបទដែលគេច្រៀងមិនចាញ់មែនទេគ្មានរឿងអីបែបនេះកើតឡើងទេបងព្យាយាមធ្វើខ្លួនបងឲ្យទៅជាវត្ថុបំណងរបស់អូនហើយព្រមដួលបងមុននេះគឺមកស្នើសុំរៀបការជាមួយអូនបន្តិចទៀតយើងនឹងទៅជាគូស្វាមីភរិយាពេញលក្ខណៈហើយណាលាក់បាំងអីជាតិនេះបងស្រឡាញ់តែអូនម្នាក់គ្មានប្រាចិត្តទេគូសង្សារស្នេហាទាំងអស់សិតតែស្បាត់ស្បាយសូមឲ្យស្នេហារបស់ខ្លួនស្ថិតនៅគង់វង្សជាស្ថាពរក៏ប៉ុន្តែភាពជាស្ថាពរនៃសេចក្តីស្នេហានោះស្ថិតនៅក្នុងកណ្ដាប់ដៃអភិសេកឯណាទេអូនរំដួលថ្ងៃនេះអូននិយាយសុទ្ធតែតាមទ្រឹស្ដីកុំព្រួយអីអូនឆ្លើយតែមួយម៉ាត់មកចុះថាអូនយល់ព្រមរៀបការនឹងបងរឿងនេះបើអូននិយាយទៅបងពិតជាបងទៅមើលអ្នកណាគេរកអីណាទៅឲ្យបងទៅមើលយីនេះណាមានរឿងអី
mấy cô chúng là xe giang chứ à nè đi ra mày nắng nè gì mà má gì má mấy cô chung chứ hay đi chụp hình thằng má lệ lúc mà lì tao chỉ muốn xem má chụp lan chụp lan mình ca ra mấy mình vậy đó lúc mà lì ba cái nhộng ăn mà tạm lúc mà lì tao chỉ bắt toán rồi con tao chỉ biết sẽ không thế tao là những dòng mấy hai ấy có quạt nhớ màខ្ញុំអត់ដឹងដែរតែព្រឹកមិញនេះពេលប៉ាបើកឡានទៅធ្វើការស្រាប់តែមានគ្រោះថ្នាក់ចរាចរណ៍បណ្ដោយប៉ាខ្ញុំរបួសជាទម្ងន់ណាស់ឥឡូវនោះនៅឯមន្ទីរពេទ្យនោះតែគាត់ចេះទៅធ្វើរវាងស្រែកហៅទៅឈ្មោះលោកហើយឲ្យខ្ញុំមកតាមលោកឲ្យខាងទៅបានណាមានខ្លាយការឡើងចឹងផងប៉ានេះតែគ្មានពេលនិយាយរកដើមហេតុអីវែងឆ្ងាយទេបើលោកមានសមានចិត្តចំពោះខ្ញុំលោកគួរតែយកដល់ប៉ាខ្ញុំផងអូននេះទៅជាមួយនាងណាទាំងអស់គ្នាមនុស្សចំពោះហ្នឹងចៅឯងមិនគួរមានចិត្តទូទន់ពេកទេនៅចិត្តគ្នារាប់ឆ្នាំបើគេព្រមទទួលស្គាល់ឯងគេពិតជាមិនមែនអ្នកខ្លួនរហូតអញ្ចឹងទេតែវានេះមិនសមនឹងឋានៈរបស់វាទេតាដឹងលហិតនិយាយខ្លះដែរតែតាយល់ថាបើគេនោះមានសមានចិត្តចំពោះយើងគេពិតជាមិនបង្រើយទេលទ្ធផលឃើញថាអញ្ចឹងមែនវាប្រកាន់ឋានៈលោកតាមិននឹកស្មានថាហេតុការណ៍តែព្រួលទៅជាអញ្ចឹងប៉ុន្តែចៅនៅតែស្រឡាញ់គាត់គោរពគាត់ដូចជាកូនគេដទៃគោរពឪពុកម្ដាយគេអញ្ចឹងដែរចុះចំពោះពាក្យបណ្ដាំវានោះមុននឹងដាច់ខ្យល់ខ្លះទើបវានឹកឃើញកូនបើគ្មានគ្រោះថ្នាក់កើតឡើងដល់ចៃដន្យមកផ្ដាច់ជីវិតវានោះប្រហែលជាគ្មានរឿងនេះកើតឡើងដែរអពុករបៀបហ្នឹងលោកតាជួយគិតទៅមើលពេលទៅដល់មន្ទីរពេទ្យអ្នកនាងណាត់ក្តីអូនដួលក្តីចៅក្តីសុទ្ធតែបានស្ដាប់ពាក្យបណ្ដាំគាត់ទាំងអស់គ្នាចំពោះខទី1ចៅគិតថាវាមិនជាពិបាកទេព្រោះឪពុកចៅគ្មានកូនឯណាផ្សេងក្រៅពីចៅតាមគាត់និយាយក្នុងពាក្យបណ្ដាំនោះគាត់បានសារភាពថាចាប់តាំងពីគាត់បែកពីម៉ែកាលចៅនៅក្នុងពោះម៉ែនៅឡើយនោះគាត់មកមានប្រពន្ធមួយទៀតប៉ុន្តែគាត់គ្មានបានកូនមួយសោះក្រោយមកគាត់ក៏ស្រស់ចិត្តគ្នាទៅសុំកូនគេចិញ្ចឹមគឺរូបនាងណាត់នេះនៅពេលដែលនាងណាត់បានអាយុ13ឆ្នាំប្រពន្ធរបស់គាត់មានជំងឺមកបៀតបៀនរហូតដល់ស្លាប់ទៅដោយគាត់អាណិតណាត់ដោយកូនគាត់បង្កើតគាត់ក៏សុខចិត្តនៅពោះម៉ែរហូតដល់សពថ្ងៃតែក្រោយមកពេលនាងណាត់មកធ្វើຕົកទូនៅផ្ទះយើងនេះគេដឹងទៅហើយថាយើងដែលជាសាច់ឈាមគេនៅរងចាំលំបាកនៅទីនេះព្រោះហេតុអីក៏គេដាច់ចិត្តមិនបង្ហាញខ្លួនឲ្យយើងដឹងរហូតនេះមិនគឺគេមិនចង់ទទួលស្គាល់ឯងជាកូនជាចៅគេទេរឿងនេះចៅគួរតែអន់ចិត្តនឹងគាត់ព្រោះចៅតែងខំស្វែងរកគាត់គ្រប់ទិសទីស្មានមិនដល់ថាគាត់នៅចិត្តបង្កើយហើយថែមទាំងស្គាល់ចៅយ៉ាងច្បាស់លាស់ទៀតផងប៉ុន្តែរឿងនេះសូមលោកតាអភ័យទោសឲ្យគាត់ផងទៅគាត់ក៏បានសារភាពកំហុសទាំងឡាយនោះហើយដែរនៅពេលមុនគាត់នឹងដាច់ខ្យល់គាត់បានស្រែកសុំអភ័យទោសពីលោកតាពីខ្មោចម៉ែយ៉ាងខ្លោចផ្សាធ្វើឲ្យចៅព្រមមិនសម្រក់ទឹកភ្នែកមិនបានមិនឌីចៅត្រូវដឹងថាឪពុកចៅជាមនុស្សមួយរូបដែលធ្វើឲ្យគ្រួសារតាអាប់អន់កិត្តិយសរឿងកន្លងមកជាយូរឆ្នាំហើយតែជារឿងដែលមិនគួរបំភ្លេចបានដល់យើងនោះទេកូនស្រីពុកកូនស្រីអភ័ព្វណាស់ស្លាប់ទៅទាំងក្មេងខ្ចីមុនស្លាប់ទៀតរៀបសុំសេចក្តីអនុគ្រោះពីតាចំពោះប្តីនាងនៅតែមានប្រាក់ក្តីចំពោះប្តីតែគ្មានសេចក្តីស្មោះត្រង់ទេលោកតាដំណើររឿងយ៉ាងណាម៉ែស្លាប់ក្នុងសភាពបែបណាចៅកើតឡើងមានតែលោកតាមួយគត់
ដែលបីបាច់ចៅបានស្គាល់ម៉ែតាមរយៈរូបថតតែពុកចៅគិតនឹងស្គាល់ជាលើកដំបូងនឹងជាលើកចុងក្រោយបង្អស់នេះតែប៉ុណ្ណោះទេលោកតាមិនលីចាពេលនោះឯងទើបតែមានអាយុ3ខែប៉ុណ្ណោះចៅគិតទៅមើលរស់នៅក្នុងសភាពបែបហ្នឹងតាឈឺចាប់យ៉ាងណាតាចាស់ហើយថែមទាំងមានកូនណែតមួយនៅក្នុងបន្ទប់ទៀតផងនោះទីបំផុតត្រូវតែសម្រេចចិត្តទៅរកឪពុកឯងដើម្បីឲ្យឯងបានកក់ក្ដៅនិងបានរស់នៅក្បែរឪពុកផងស្មានមិនដល់សោះថាពុកឯងចិត្តខ្មៅមិនព្រមទទួលស្គាល់ជាម្ដុំរបស់ខ្លួនដោយខ្លាចប្រពន្ធចុងក្រោយពីតាបានរៀបរាប់ពីមរណភាពរបស់ម្ដាយចៅហើយចៅទឹកមុខគេក៏គ្មានប្រតិកម្មអ្វីប្លែកសោះដែរតាមិនភ្លេចទេពេលនោះពុកឯងត្រឡប់ទៅសួរតាវិញថាតានឹងមានរឿងអីទៀតនិយាយឲ្យអស់ចុះខ្ញុំមិនប្រកាន់តាទេទោះបីដែលតាចាប់មនុស្សច្រឡំមកលើខ្ញុំថាជាឪពុកក្មេកក៏ដោយក៏ខ្ញុំមិនប្រកាន់ដែរខ្ញុំមានការត្រូវធ្វើច្រើនណាស់ទៅទៀតអញ្ជើញតាទៅវិញចុះណែប្រាក់បប500រៀលទុកតិចទៅដល់គួរឲ្យក្មេងនេះបើដល់ប៉ុណ្ណឹងលោកតាចង់ម្ដាយចៅគាត់ស្លាប់ក្នុងសភាពបែបណាដែរដែលធ្វើឲ្យលោកតាឈឺចាប់រហូតដល់សប្តាហ៍ថ្ងៃនេះលោកតាការម្ដាយចៅទើបបានអាយុ17ឆ្នាំតាបានព្រមលើកឲ្យកូនគេម្នាក់នៅជិតគ្នាគេនោះឈ្មោះសុនគេមានពួកម៉ាក់ម្នាក់ឈ្មោះចម្រើនគឺឪពុកឯងថ្ងៃមួយពេលតាមិននៅផ្ទះរវល់ទៅរកទិញអីវ៉ាន់ដើម្បីយកមកតុបតែងផ្ទះដើម្បីរៀបអាពាហ៍ពិពាហ៍ម្ដាយឯងស្រាប់តែព្រឹត្តិការណ៍មួយកើតឡើងហួសពីការស្មានគឺឪពុកឯងនេះជិតទេទៅលបួងម្ដាយឯងព្រមទាំងចាប់បខំរំលោភលើនាងយ៉ាងព្រៃផ្សៃបំផុតដោយភ័យផងព្រួយផងខ្មាស់ញាតិចិត្តខាងផងម្ដាយឯងក៏លេបទឹកភ្នែកម្នាក់ឯងមិនប្រាប់ណាថ្ងៃកំណត់ចូលរោងការក៏ត្រូវពន្យាពេលប៉ុន្តែព្រមនិកជាអ្នកផ្ដល់នូវវាសនារបស់មនុស្សក្រោយមកទើបតាដឹងថាម្ដាយឯងមានផ្ទៃពោះជិត2ខែទៅហើយតាខ្មាស់គេយ៉ាងណាតាគ្មានមុខមាត់អីនិយាយជាមួយគ្រួសារខាងប្រុសក្រៅពីទទួលនឹងការអាម៉ាស់តែប៉ុណ្ណោះទីបំផុតតាក៏សម្រេចចិត្តទទួលស្គាល់ឪពុកឯងជាគ្រួសារជាអភ័ព្វណាស់ម្ដាយឯងនៅតែមានជំងឺប្រចាំកាយរហូតដែលជាហេតុបណ្ដាលឲ្យឪពុកឯងមានការធុញទ្រាន់ស្រាប់តែមួយថ្ងៃបាត់ពុកឯងពីផ្ទះឃើញតែកូនសបុតមួយទុកឲ្យសេចក្តីក្នុងសបុតបាននិយាយថារូបគេសូមលាហើយគេពុំអាចរស់នៅដោយខ្វះសុភមង្គលយ៉ាងនេះទេឈាមម្ដុំនៅក្នុងពោះនេះពុំមែនជាឈាមរបស់គេទេគឺពិតជាឈាមរបស់សន្តិភាពសង្សារចាស់របស់នាងម្ដាយឯងឈឺចាប់ពេកពេលកើតឯងបាន3ខែពេលនោះនាងក៏លួចលេខថ្នាំសម្រាប់ខ្លួនទៅលោកតាអ្នកដែលបានស្ដាប់រឿងនេះហើយបើមិនសម្រក់ទឹកភ្នែកក៏គង់ទទួលរងនឹងការឈឺចាប់ខឹងផ្សាណាស់ដែរណាស់ហើយចុះម៉ាលីចៅរឿងរ៉ាវកន្លងផុតអស់ទៅហើយមនុស្សក៏ស្លាប់ទៅហើយដែរគុំនោះអ្វីក៏ត្រូវតែចប់ឥឡូវនិយាយពីរឿងឯងវិញតាឯងសម្រេចចិត្តយ៉ាងម៉េចទៅវិញជំរាបសួរលោកតានាងណាទេមកអង្គុយមកនេះណាអង្គុយចុះទៅជំរាបរឿងយើងជូនលោកតាឲ្យបានគ្នាផងទៅចាលោកតាជាដំបូងចៅសូមនាំនៅពាក្យបណ្ដាំរបស់លោកតាសូមអភ័យទោសពីលោកតាបាទហើយរឿងនឹងតាទើបតែសម្រេចចិត្តមិនមិញនឹងដែរណាចំណែករឿងមួយទៀតគឺរឿងខ្ញុំនិងបងម៉ាលីរឿងអីក្រោយពីលោកតាបានប្រាប់ការពិតមួយដល់ខ្ញុំគឺថាខ្ញុំជាកូនចិញ្ចឹមរបស់គាត់នោះ
គាត់ក៏បានផ្ដាំព្រមទាំងផ្ញើរូបខ្ញុំឲ្យជាអនាគតភរិយារបស់បងម៉ាលីណែវិញយ៉ាងម៉េចទៅទៀតម៉ាលីឯងយល់ព្រមហើយលោកតារឿងនឹងខ្ញុំបានជម្រាបបងម៉ាលីរួចហើយខ្ញុំមានសង្សាររួចទៅហើយអូអញ្ចឹងបញ្ញាការប្រមាណរបស់ឪពុកឯងមិនខកខានអស់ទៅហើយណាស់បើមានរឿងអញ្ចឹងមុនពេលបណ្ដាំទៅទៀតវិញ្ញាណខានពុកឯងក៏មិនបន្ទោសឯងដែរណាម៉ាលីឥឡូវរឿងនឹងចប់មួយដំណាក់កាលហើយលោកតានៅរឿងមួយទៀតគឺរឿងចៅនិងអូនដួលលោកតាគិតកំណត់ពេលវេលាអង្ការលោកតាចៅនឹងនាំដំណឹងល្អនេះទៅប្រាប់នាងហើយឯងទៅប្រាប់នាងផងទៅឲ្យនាងសប្បាយចឹងណាពេលវេលាល្អតាមមើលខែនោះគឺនៅប្រហែល2ខែទៀតនោះណាយើងទៅផ្ទះរំដួលប្រាប់ដំណឹងនេះឲ្យនាងបានសប្បាយផងចាខ្ញុំលាទៅណាលោកតាមកជួយទៅចុះជួយបញ្យល់ខ្ញុំផងតើខ្ញុំមានកំហុសអីបានជាអូនរំដួលធ្វើអញ្ចឹងថ្ងៃមុនយើងយកព្រោះអស់ពេកបានដឹងថាយើងចិត្តរៀបការចុះថ្ងៃនេះម្លេចក៏នាងប្រចិត្តអញ្ចឹងទៅវិញបងអានសមុទ្រនឹងទៅប្រហែលជាដឹងច្បាស់មិនខានណាខ្ញុំមិនបានមើលទេខ្ញុំខ្លាចការទីក្តីក្នុងសមុទ្រនេះជួបប្រទះនៅព្រឹត្តិការណ៍អាក្រក់ណាមួយណាតាំងចិត្តឲ្យក្លាហានឡើងបងម៉ាលីដើម្បីការពិតបងត្រូវតែអានលិខិតនេះហើយអានទៅជួយសមុទ្រនោះអានភ្លាមទៅបងម៉ាលីពេលលិខិតនេះធ្លាក់ដល់ដៃបងរំដួលបានទៅសាក់ទៅឆ្ងាយហើយរំដួលពុំអាចទទួលបងម៉ាលីជាគូអនាគតបានទេព្រោះការរំដួលរំរយអស់ខ្លាំងដល់កម្លាំងសាហាវមួយហួសទៅហើយជាតិនេះអង្គចង់បានសេចក្តីស្នេហាបរិសុទ្ធមួយកប់ទុកក្នុងដៃដងយកទៅជាក្រៅប៉ុន្តែបើបងម៉ាលីស្រឡាញ់អូនពិតអង្គសូមញ៉ាំវត្ថុបញ្ញាដែលជាជីវិតរបស់អូនដល់បងថែរក្សាវត្ថុបញ្ញានេះគឺសេចក្តីស្នេហាមួយរវាងបងនិងវត្ថុនោះប្រាំនឹងថែទៀតសូមបងជួយជួយយកវត្ថុបញ្ញានេះផងតាមរយៈណាដែលជាមិត្តកម្ររកបានរបស់អូនមិនបានតាមរកអូនទេអូនទៅឆ្ងាយហើយខ្មៅណាស់អង្គកំពុងជិះនៅលើរថភ្លើងរបស់កំសត់មួយពីទីរួមខេត្តមួយជួបទៅកន្លែងមួយទីដែលអង្គយល់ថាជាកន្លែងធ្វើអារម្មណ៍បានខ្លះអង្គកំពុងផ្ញើបណ្ដាមួយជូនបងពេលរថភ្លើងកំពុងនាំបងចាស់ទៅ
សឹងស្នេហ៍ខ្ញុំទៅរិនភ្លើងខំមិនចេញសំលេងស្រែកហៅនាំយករូបខ្ញុំចាំចេញទៅចោលតែផ្លូវមិនដឹងថ្ងៃណាបានត្រឡប់មកវិញលាហើយមកលាឆ្ងាយឆ្ងាយពីមិត្តទៅឆ្ងាយឆ្ងាយបិណ្ឌប៉ុនតែចិនចងចាំនៅខ្ញុំនឹងញ៉ាធៀងបណ្ដាំតាមដងផ្លូវនាំដំនឹងទៅថាខ្ញុំនៅនឹកណាស់លាហើយមកលាខ្ញុំថែមទៀតផងរឿងអ្វីផ្សេងមិនដឹងទេតែនឹងជីវិតពិតជាខ្លោចផ្សានឹងឈឺចាប់ណាស់អូទេវតាសូមគុំបណ្ដោយឲ្យនាងធ្វើអតិថិដូចម្ដាយខ្ញុំណាអូនรู้เลยណាណានាងចង់ផ្ញើអីនឹងខ្ញុំហើយហេតុអីក៏ណាស់មិននិយាយប្រាប់ខ្ញុំផងក៏ព្រោះតែខ្ញុំចង់ការពារជីវិតអស់សង្ឃឹមរបស់រំដួលបងម៉ាលីអត់ដឹងទេថានាងមានការចាប់ចាប់ណាស់ក្នុងមួយជីវិតនាងស្រឡាញ់បងម៉ាលីណាស់តែនាងពុំអាចទទួលបងបានទេហេតុអីទៅព្រោះនាងត្រូវបងថ្លៃនាងរំលោភបាត់បង់ភាពបរិសុទ្ធពុទ្ធអូនរំដួលឥឡូវនាងឃ្លាតទៅហើយទៅឆ្ងាយហើយទីកន្លែងដែលនាងជ្រកនៅបើបងចង់ទៅក៏រកមិនឃើញដែរតែខ្ញុំជួយបងទៅប៉ុន្តែចាំដល់ពេលនោះសំដឹងក៏បាន6 ខែកន្លងទៅនេះកាលនោះជា6 សតវត្សវត្ថុបញ្ញាដែលយើងបំរុងទុកឲ្យខ្ញុំលើសាគឺអ្វីទៅតែនៅទីណាទីអូនណាបានបងមកជីវិតមនុស្សលោកគឺព្រមលិខិតបានកម្រិតព្រៀងទុកឲ្យមែននៅតែបន្តិចទៀតរថភ្លើងនាំយើងទៅដល់គោលដៅហើយអាចកំបាំងទាំងប្រមាណក្នុងជីវិតរំដួលបងនឹងរំលាយបានយ៉ាងងាយព្រោះទំហំនៃការឈឺចាប់របស់នាងរស់នៅក៏មិនបានស្លាប់ទៅក៏មិនកើតផ្លូវដោះស្រាយមានតែម្យ៉ាងទេ
គឺក្នុងថ្ងៃនេះបងពិតជាបានដឹងមកចុះមកចុះពីរថភ្លើងនេះទៅបងនៅអីអញបណ្ណាទៀតពីស្ថានីយ៍រថភ្លើងនេះទៅកន្លែងដែលរំដួលសំណាក់មិនឆ្ងាយប្រហែលទេយើងនាំគ្នាដើរតាមតិចទៅដល់ហើយយើងជិះទៅមកវិញទៅឆាប់ដល់អញ្ចឹងក៏បានឃើញហើយបងមិនត្រូវរំខានអារម្មណ៍របស់នាងទេប្រុសនោះហើយអីក៏លំដួលមកមួយជាដឹងជាអញ្ចឹងហើយដែលបងឆ្ងល់កំពុងឆ្លើយនៅចំពោះមុខបងហើយក្នុងដៃនាងបីទារកមួយរូបដែលកំពុងដេកលក់យ៉ាងស្កប់ស្កល់នៅក្នុងដៃមេដាអភ័ព្វវត្ថុបញ្ញារបស់នាងគឺកូននេះហើយនាងចង់សុំសេចក្តីស្នេហាមួយយ៉ាងពីបងគឺស្នេហាដ៏ស្មោះរវាងបងនិងកូននេះរំដួលមិនក៏សក់ទឹកភ្នែកគ្នារឿងអីដែលគួរឲ្យរន្ធត់និងខ្លោចផ្សាដោយធ្វើឲ្យអារម្មណ៍មិនល្អលីឡំក្នុងសារទៀនទាំងឡាយរបស់រំដួលដែលត្រូវសន្សំក្នុងជាតិក្រោយទេហេតុនេះរំដួលត្រូវតាំងស្មារតីឡើងព្រោះឯងបានស្វែងរកឃើញពិភពមួយផ្សេងទៀតហើយឯងមិនមែនជាមនុស្សសាមញ្ញដូចពួកយើងទៀតទេមកឲ្យកូននេះមកយើងហក់ណាបងម៉ាលីពួកកូននេះទៅដើម្បីឲ្យនាងឃើញសេចក្តីសង្ឃឹមពិតប្រាកដមួយក្នុងជីវិតនាងតោះពួកយើងទៅវិញតើឲ្យបានឆាប់រត់ទៅប្រសើរលាសិនឲ្យរំដួលខ្ញុំមិនហ៊ានមកខំរំដួលទេកូនធ្វើបងមិនមែនជាកូនខ្ញុំតែជាក្មេងពួកអាណត្តិណាមកនឹងបាយខ្ញុំចង់ឲ្យរំដួលនិយាយមួយម៉ាត់របស់ខ្ញុំដើម្បីបានស្ដាប់សំឡេងចុងក្រោយរបស់អ្នកទាំងអស់គ្នាតែចុះ